សុខសប្បាយទេបងប្អូនមាននឹកខ្ញុំទេនឹកអត់អូយខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំបាទប្រជាអធិការវត្តបាទស្វាយសៀមបាទថ្មីថ្ងៃនេះគឺអរគុណច្រើនមែនទែនខ្ញុំកូនពៅគេតែមកបាត់ចប់ត្មងបាទយើងវាអស់ម៉ោងទៅហើយថ្ងៃស្អែកខ្ញុំដាក់ដល់20បទបានអត់បាទបាទសូមទទួលអារម្មណ៍រីករាយជាមួយខ្ញុំបាទដូចតទៅបាទកោះអុកញ៉ាតីមុនថ្ងៃរំលេចរលកពេញព្រឹករំលេចពេញសភាពចាន់ចង់ដងវេថ្ងៃសែទំទៀបចង់កោះស្រងព្រៀបដូចសួនបោខាកោះសែនខ្ញុំអាឡ័យកងអុកញ៉ាតីនិស័យស្នេហ៍កោះអើយកោះអ្នកស្រងលេណាតាមចាស់ជាប់ការស្រស់យ៉ាងណាទៅមកអ្នកទេសចរជាងទូដល់ឆ្លងមិននឹកស្មានផងថាបងជួបពើកោះអុកញ៉ាទេមុនថ្ងៃលជូទៅបនសទុកនៅអានុសាវរីយ៍មកដល់ភ្នំពេញទុនពេញនឹកកោះបងនឹកស្រណុកជួបគ្នាដំបងបេងដូងទាំងពីរមិនបានដល់ទីបំផុតនៃស្នេហ៍ទេសចរជាងទូដល់ឆ្លងមិននឹកស្មានផងថាបងជួបទៅកោះអុកញ៉ាទេមុនថ្ងៃលិចទៅបងសទុកនៅអានុសាវរីយ៍មកដល់ភ្នំពេញទុនពេញនឹកកោះបងនឹកសំផងសម្រងចវីជួបគ្នាដំបងបែងដូងទាំងពីរមិនបានដល់ទីបំផុតនៃស្នេហ៍អរគុណណាស់អរគុណពុកម៉ែបងប្អូនពីដែលសារពេលបរិយារបស់យើងបានបញ្ចប់សង្ឃឹមថាថ្ងៃស្អែកពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទដងទៀតបាទអរគុណនឹងគោរពលាទៅបាទទីក្រុងភ្នំពេញបាទអរគុណហើយក៏សូមថ្លែងអំណរគុណដល់ឯកឧត្តមប្អូនដែលជាទីប្រឹក្សាផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចកតេព្រឹទ្ធថ្ងៃនេះខ្ញុំកណារំភើបមែនទែនហើយជាលើកទី20ជាងហើយបានមកដល់ទីនេះប៉ុន្តែវត្តនេះគឺថាលើកទី1បាទបើនិយាយពីខេត្តត្រវិញលើកទី20 30ហើយចឹងអរគុណបងប្អូននៅតែពេញបេះដូងរបស់បងប្អូនដដែល
អរគុណច្រើននិងក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនបាទជួយជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្រួសារទាំងអស់គ្នាឥឡូវនេះយើងនៅសល់មកបទ2បទទៀតបាទបាទសូមអញ្ជើញស្រីអស់ហើយអូអស់ហើយនឹងសោកស្ដាយនេះអស់លេងបងកូនពៅនៅសល់តែមកបទហ្នឹងទេអស់ហើយដល់ម៉ោងហើយសូមទោសណាបាទព្រះអង្គលោកឲ្យបិទទៅឲ្យពីព្រោះម៉ោងកំណត់របស់គេត្រូវតែបញ្ឈប់ត្រឹមតែម៉ោង11អរគុណអូយបងអូនសម្លាញ់អរគុណច្រើនបាទអត្តរេកសម្លេងមាសចាហើយសន្យានឹងវិលមកជួបវិញបាទថ្ងៃស្អែកខ្ញុំនឹងត្រៀមបទមុនគេឡើងច្រៀងមុនគេហើយមានបទឆ្លងឆ្លើយជាមួយអ្នកនេះមិនពិចារណាបន្តទៀតបាទចាហ្នឹងហើយពេញចិត្តទេបាទបើពេញចិត្តសុំហៅមួយបាទអរគុណបាទអរគុណសន្យាជួបគ្នានៅថ្ងៃស្អែកបាទអរគុណបាទអញ្ចឹងទេកម្មវិធីប្រគំសមន្ត្រីសិល្បៈមានការចូលរួមអំពីតារាចម្រៀងមកពីប្រទេសកម្ពុជាបាទពីនេះសន្មតថាបញ្ចប់តែត្រឹមនេះបាទគូវង្គួរសូមអភ័យទោសបាទសូមជូនពរអ្នកទាំងអស់គ្នាប្រកបតែសេចក្តីសុខសេចក្តីចម្រើនទទួលនូវពុទ្ធិពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈបរិយបានដល់គ្នាណាកុំបីគ្លៀងឡើយសន្យាវិលមកជួបគ្នាបាទជូនពរបាទធ្វើដំណើរតាមផ្លូវមានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាបាទអរគុណច្រើនបាទសូមអរគុណបាទរាត្រីសួស្តីបាទ